ជាចេញណាអាចថ្ងៃយកមើលអីដែរអញសួរឲ្យមិនក៏មិនឆ្លើយហេតុអីក៏មកវិញទៀតហើយធ្វើអំពើអាក្រក់ណាធ្វើអំពើអាក្រក់ស្អីទៅសម្រាប់មនុស្សចាប់កូនកំមុំគឺរំលោភរឿងណាអាក្រក់ធ្វើទាំងអស់ហ្នឹងអូឯងមិនអួតទេអួតស្អីទៅខ្ញុំជាអ្នកពិភពគុណល្បីឈ្មោះចាំបាច់អួតធ្វើអីទៀតមានដៃខកខ្លួនឯងទេមានខ្លះដែរព្រោះថាខ្លួនខ្ញុំស្អាតឯងដៃឈ្នះខ្លួនឯងទេប្រុសណាក៏ដៃរឹងដែរចឹងដែរកាប់ដៃខ្លួនឯងទេឯងបិឆោតខ្ញុំទេឯងចាំមើលណាហើយឆាំរើសមកវិញមកខ្ញុំថាដៃរបស់ខ្ញុំណានេះកាន់តែជាប់ទៅហេតុអីក៏ឯងវាយខ្ញុំដៃខ្ញុំឯងកាន់ជាប់ទាំងពីរទៅហើយខ្ញុំមានដៃណាវាយឯងទៀតខ្ញុំលេងលីសាជាមួយឯងខ្ញុំទៅវិញហើយឈប់សិនឯងកាន់ដៃរបស់ខ្ញុំឯងត្រូវពឹសហើយណាអញ្ចឹងឯងបិឆោតខ្ញុំទេអីប្រហែលមកទៀតឯងត្រូវរលួយខ្លួនឯងតែស្រែកខ្លាំងរលួយទាំងខ្លួនអស់ទៀតអញ្ចឹងគិតយ៉ាងម៉េចទៅនេះប៉ុន្តែមិនអីទេខ្ញុំនៅមានថ្នាំបន្សាបណែអើមែនប៉ាត់ប្រកាសហើយឆ្នាំល្វីជាឆ្នាំល្អឆ្នាំផ្អែមជាឆ្នាំពុលឯងឈប់20ខ្ញុំទៅ20ខ្ញុំចឹងខ្ញុំស្លាប់ហើយលោកបងលោកបងអ្នកណាជារបបរបស់ឯងពួកឯងមិនដឹងទេគេនឹងជាអ្នកណាទៅគេជាកូនរបស់ជួនកំណាចទាំង10ឈ្មោះថាជួនកំណាចគ្មានជួនកំណាចណាការជាងគេទៀតទេគ្រាន់តែប្រាប់គេថាខ្ញុំជាអាកូនត្រីទៅបានទៅហើយវាមិនដឹងថាឯងជាកូនត្រីផងបើវាមិនស្គាល់ថាខ្ញុំអាកូនត្រីខ្ញុំទាត់វាឲ្យងាប់អញ្ចឹងខ្ញុំសុំទោសឯងណាសុំទោសក៏សុំទោសទៅចុះអាកូនត្រីអើយអាកូនត្រីមកជីវឯងកំពុងរកឯងនោះរកខ្ញុំធ្វើអីមានការចាំបាច់ណាជំរាបអ្នកស្រីថ្ងៃនេះពួកខ្ញុំចាប់បានតែប្រុសម្នាក់ទេទើបខ្ញុំយកមកជូនអ្នកស្រីមានរៀងស្គមយ៉ាងនេះមិនដឹងជាឆ្ងាញ់ឬអត់ទេធ្វើវាដឹងខ្លួនឡើងដឹងខ្លួនហើយចាំជាមានន័យល្អមែនទីនេះជាវិមានរបស់ខ្ញុំស្រីទាំងអស់នៅកន្លែងនេះសុទ្ធតែបម្រើខ្ញុំអ្នកកំឡោះបើអាចធ្វើឲ្យខ្ញុំសប្បាយចិត្តបានខ្ញុំនឹងទុកជីវិតឲ្យបានណាអូយបើបានជាខ្ញុំរស់ជីវិតហើយមិនក៏មានអារម្មណ៍ចង់សម្លាប់ខ្ញុំទៀតខ្ញុំប៉ិនរើសប្រុសមែនអូយឯងចេះលេងជើងទេអ្នកស្រីខ្ញុំដាច់កំហុសហើយខ្ញុំមិនបានប្រយ័ត្នធ្វើឲ្យទៅទឹកសំពត់អ្នកស្រីផងហ៎ឯងមិនចេះធ្វើអីសោះរំខានមែននាំអ្នកកំឡោះនេះទៅងូតទឹកទៅបាទហើយងូតរួចហើយរូបរាងរបស់ឯងយ៉ាងនេះហើយថាអ្នកលេងទឹកដែរសូម្បីតែងូតទឹកក៏មិនដោះខោអាវដែរអ្នកនាងខ្ញុំកំពុងងូតទឹកណានាងបើកភ្នែកធំមើលខ្ញុំចឹងខ្ញុំធ្វើមិនហ៊ានដោះខោអាវទៅកើតណាមួយពីតូចដល់ធំខ្ញុំមិនដែលមានអ្នកណាមើលអាវុធរបស់ខ្ញុំផងខ្ញុំចង់ប្រាប់រឿងមួយទៀតខ្ញុំនេះឯងនេះស្អីទៅខ្ញុំនៅកំឡោះបរសិនឡើយទេអញ្ចឹងយើងទៅតែមើលរបស់ឯងទៅមិនឲ្យមើលទេណែរបស់ឯងក៏ធំខ្លាំងម៉េចដាច់ខាតកុំយកវាចេញមកណានាងជាស្រីខ្ញុំមិនចង់ដៃរបស់ឯងមិនមែនទេដៃរបស់ខ្ញុំនេះហេតុអីក៏មានដៃខ្លាំងខ្លាយដៃគឺចេះមុនពេលដែលនាងមិនទាន់ចាប់ខ្ញុំត្រូវក្រុមចោលមួយទៀតចាប់ពួកវាថានាងប្រកាសជាចាប់ខ្ញុំហើយហេតុនេះទើបប្រគល់ដៃខ្លាំងខ្លាយឲ្យមកខ្ញុំប្រាប់ខ្ញុំថាកុំឲ្យខ្ញុំឲ្យអាវុធខ្ញុំទៅឲ្យនាងការពិតឯងជាមនុស្សវិមានផ្កាព្រើលតើមនុស្សខាងក្នុងចាំស្ដាប់ហួរមួយឈាមម្ចាស់វិមានផ្កាព្រើលទទួលបញ្ជាមកសម្រាប់ចៅព្រៃបើមិនឆាប់ចេញមកទេយើងសម្រាប់មិនរើមុខអ្នកស្រីគិតធ្វើយ៉ាងម៉េចទៅកំតិចកន្លែងនៅមានរឿងចកាត់ឡើងផងនោះអូយមិនក៏មានរឿងចម្លែកម្ល៉េះអូយ
ទាត់ស្ងាត់មនុស្សរកកន្លែងបាត់ជើងធំតិចសិនចាំគិតទៀតអេលបងមានខ្ញុំនៅខាងក្រោមនេះបាត់ជើងល្អលោកបងអូយលោកបងមានក្បាច់គុណក្រាន់បើមែនឯងក៏មិនណយដែរមើលទៅបងអាចជួយខ្ញុំបានយើងសហការជាមួយគ្នារត់ភៀសខ្លួនទៅឯងក្រាន់បើមែនបានជាហ៊ានមកពួននៅក្នុងមង្គលចំជាអ្នកក្លាហានប៉ះអ្នកក្លាហានមែននេះគេកុំសរសើរខ្ញុំពេកឯងព្រមធ្វើជាបងធွားខ្ញុំទេល្អអញ្ចឹងត្រូវហៅថាបងធွားណាបងធွားប្រយ័ត្នបន្តិចទៅបងធွားបងធွားចំជារហ័សដៃមែនខ្ញុំសូមសរសើរហើយមានរឿងអីនឹងមានក្លិនសម្រាប់មនុស្សណាបំបីទៅណានិវត្តហើយបានផ្ទេរតំណែងម្ចាស់វិមានការព្រិលនេះឲ្យទៅម្ចាស់វិមានតូចហួរមូជាកាន់កាប់ចាប់ពីថ្ងៃនេះតទៅវិមានតូចដាច់ខាតកុំស្លៀកពាក់ជាស្រីឲ្យសោះបើឲ្យម្ចាស់វិមានដឹងទៅប្រកាសជាបន្ទោសពួកខ្ញុំស្លាប់ហើយបើសិនជាឲ្យម្ចាស់វិមានដឹងខ្ញុំក៏មិនអត់ឲ្យពួកឯងដែរអ្នកណាក៏មិនឲ្យនិយាយដែរណាចាខ្ញុំដឹងហើយខ្ញុំស្អាតដែរទេស្អាតណាឯងនៅនឹងឯណាខ្ញុំឡើងទៅមើលសិនខ្ញុំយកជីវិតយើងអើយសម្រាប់វាពិភពគុណធំមួយទាំងមួយដែលនេះអ្នកណាក៏អាចនិយាយថាខ្លួនឯងជាមនុស្សនៅក្នុងពិភពគុណដែរតែ
mà mày nè có miền thị bị phục con tay sao đà đó nè miền thị bị phục con cứ đầu chị ម៉ែនាងឯងសុំជឿមានធៀបក្នុងពិភពកូនហើយ គឺអាចចូលពិភពកូនបានហើយ ក្នុងពិភពកូនហើយ គឺអាចក្តៅដល់ពិភពកូនហើយ អូនជាម្ចាស់ពិភពកូន គឺអាចហៅខ្យល់បានហើយ ហៅឪនាងឯងនេះឲ្យស្លាប់ហើយនេះ ធីបនៅមនុស្សនៅធីបពីនេះមនុស្សរកនេះខ្ញុំហែកខ្ញុំចាំមើលឯងកាប់មនុស្សមានធីបអស់ប្រហែលជាសូមជួយអ្នកមានធៀបពិភពកូនអូយគិតយ៉ាងម៉េចទៅបើយើងគ្មានអ្នកណាមានផងណែឯងធ្វើស្អីហ្នឹង ប្រើល្បិចស្រីស្រស់ទៅបោកពួកវាទៅណា បានស្រីស្រស់ពីណាមកទៅ នៅចិត្តឯងហើយតា អីនាងថានាងហ្នឹងហ៎ គឺខ្លួនឯងថាខ្ញុំជាស្រីស្រស់តា អូយបានហើយខ្ញុំខ្លាចនាងហើយ ណែឯងថាទៅមើលតើគេឲ្យយើងចូលដែរទេ មែនហើយចាំតែចូលតើ មែនទេ នាងខ្ញុំហើយសូមគោរពលោកទាំងពីរមកពីឆ្ងាយសូមជើញចូលទៅក្នុងបន្ទប់ខាងក្នុងទៅណែតិចលោកគេចំណាំមុខយើងបានទៅមិនអាចទេមុខយើងឥឡូវលែងដូចគ្នាហើយណាមួយគ្មានអ្នកជើងចាស់កាលពី18ឆ្នាំចេញមុខគួរតែគ្មានអ្នកណាចំណាំយើងបានទេអូសុំទោសលោកទាំងពីរដូចជាធ្លាប់ឃើញនៅកន្លែងណានោះឃើញខ្មោចម៉ែឯងអីអាណាក៏ឯងធ្លាប់ឃើញដែរហ៎យ៉ាងម៉េចប្រោសម្ដីអាក្រក់យ៉ាងនេះដល់យើងផងឯងជឿយើងជឿតែសម្ដីអាក្រក់យើងជឿមនុស្សអាក្រក់អូល្បីយូរហើយខ្ញុំជួយអ្នកនេះ នេះចំណងឯងឲ្យតែហ៊ានមាត់ទៀតឯងយើងនឹងហាច់មាត់ឯងដាច់ឥឡូវហ្នឹងទៅកុំខឹងអូឯងដូចធ្លាប់ជួបកន្លែងដែរម្ដងឯងនេះគ្រាន់បើមែនអ្នកឲ្យយុទ្ធធម៌ដល់ពិភពគុណមកហើយមិនក៏ទៅជាវាអញ្ចឹងអ្នកមោតសៈអ្នកក្លាហានក្នុងពិភពគុណទាំងអស់គ្នាខានជួបគ្នាយូរហើយរំខានពួកលោកចំជាមិនគប់បីមើល លោកគួរសមពេកហើយបានលោកជួយឲ្យយុត្តិធម៌ដល់ការប្រកួតគ្នានេះជាកិត្តិយសដល់ពួកខ្ញុំណាស់តាហើយលោកមិនបាច់គួរសមអីពេកទេល្អសូមជើញ ជើញ អើយមិននឹកស្មានថាដណ្ដើមធ្វើជាម្ចាស់ពិភពគុណមានមនុស្សច្រើនយ៉ាងនេះសោះមែនហើយពួកគេវាយគ្នាម្ដងម្នាក់នៅខាងលើវាយរហូតដល់តែទុនដៃនោះ តែមិនត្រឹមតែវាយទេចាប់ទៀតផង នេះជាវិន័យក្នុងការប្រកួត1គ្មានធៀបមិនអាចចូលប្រកួតបានទេ2ដើរកំបិតមិនឲ្យហួសពី3ហាត់ត្រូវតាមវិន័យ3ឈ្នះក៏ដោយចាញ់ក៏ដោយគិតលើក្បាច់គុណ4បើអ្នកណាអាចឈ្នះអស់មនុស្សទាំងឡាយផ្លាកបញ្ជាពិភពគុណជារបស់អ្នកនោះហើយអូយអាណាគេនឹកឃើញទៅវិន័យនេះចំជារំខានមែនមិនអាណាគេមានខ្នងណាមានមនុស្សតាមដានខ្ញុំហើយនោះនៅណាទៅនោះដូចជានៅទ្វារខាងក្រៅនោះឆ្ងាយមែនហើយវាញាក់ភ្នែកដាក់ខ្ញុំនោះគ្មានប្រតិកម្មអីទេធ្វើតាមតែផែនការយើងទៅមិនមែនញាក់ភ្នែកទេវាភ្នែកទូទេតើនេះចំណាំខ្ញុំบอกទេចំណាំមិនបានទេអូញ៉ាំមិនបានទេមិនហើយនេះខ្ញុំស្គាល់ឯងខ្ញុំស្គាល់ខ្ញុំមិនស្គាល់ឯងទេអូជើងមិត្តទាំងឡាយដែលនៅក្នុងពិភពគុណខ្ញុំបាទជាងពីហើសូមដំណើរពិភពគុណទាំងមូលស្វាគមន៍អស់លោកដែលបានអញ្ជើញមកឥឡូវជាពេលយប់ហើយខ្ញុំនឹងរៀបចំពិធីជប់លៀងមួយណែគេនោះជាណាទៅហ្នឹងអូយអញ្ចឹងក៏ឯងមិនស្គាល់ដែរវាគឺជាងពីហើល្បីឈ្មោះនៅក្នុងពិភពគុណណាច្រើនសិបឆ្នាំមកហើយមិនដែលចាញ់អ្នកណាម្ដងទេលើកនេះអ្នកពិភពគុណទាំងអស់សុទ្ធតែវាជាអ្នកក្តាប់ហើយចុះស្រីម្នាក់នោះជាណាដែរជាស្រីស្រស់ណោះដឹងទេអូយម្នាក់លួចមើលលោកពូនោះជាស្រីស្រស់ដែរខ្ញុំជួយអស់ហើយអញ្ចឹងជួយអស់ហើយឥឡូវនេះបើមានការទទួលមិនបានដិតដល់អីទេសូមអភ័យទោសសូមជើញលោកបងនេះជាកូនរបស់ខ្ញុំអូសួស្ដីអ្នកប្រុសមានរូបរាងសង្ហាណាចំជាអស្ចារ្យមែននៅក្នុងពិភពគុណកម្រមានណានេះបងធអូអ៊ីឡាងសម្លាញ់មានធៀបដែរទេហ្នឹងថៃក៏មិនមានអញ្ចឹងឲ្យគ្នាសុំមួយមកនេះយកអានេះមួយទៅហ៎នេះមកយើងតោះទៅខាងនោះអូអ៊ីឡាងពុកគេនេះជាអ្នកមានគុណលើជីវិតកូនណាប្រហែលថ្ងៃមុនខ្ញុំបានជម្រាបពុកថាខ្ញុំធ្លាក់ទៅក្នុងស្អីនោះកុំតែបានគេនេះជួយជីវិតខ្ញុំឲ្យឯងទៅកូលអីដែរហ្នឹងទៅកូលជាវអូគេជាទៅកូលជាវនោះខ្ញុំទៅខាងនោះមានការបន្តិចខ្ញុំលាសិនហើយណាអរគុណអូធៀបពូជើអូជីងធៀបទេអញ្ជើញឡើងទៅខាងលើសិនទៅ
មកលើកបែងឡើងផឹកទៀតហី សុំលើកបែង មកហូបតិចអស់ហើយមិនគិតស៊ីទេគិតតែផឹកឈប់បបោលអេចាំបន្តិចសិនទៅបងធေါ်ឲ្យគេចាំគឺមិនគួរសមមែនប៉ុន្តែបើមិនចាំគេក៏មិនគួរសមដែរអាចង្រៃឯងហ៊ានថាអញចំពោះមុខគេផងហ៎នឹងហៅថាគួរសមហើយនឹងហ៎ប៉ុន្តែមនុស្សនេះឆ្លាតមែនណាអេមកហើយអូយមកហើយអំបាញ់មិញឯងមិនសូវខ្លាំងទេលើកនេះលេងឯងម្ដង សុំទៅ សុំជើញសុំជើញអូបានជាមកជួបជុំគ្នាហើយយើងចាប់ដើមស៊ីទៅស៊ីឲ្យឆ្អែតព្រោះថាមកហូបតិចអស់ហើយអូចាប់ដើមជើញ ខ្ញុំបាទខួមួយឈៀកទម្លាប់របស់ខ្ញុំគឺខ្ញុំទៅណាម្នាក់ឯងហើយស៊ីម្នាក់ឯងឥឡូវនេះខ្ញុំចង់មកជម្រាបអស់លោកថាខ្ញុំមិនបាននៅពិសាជាមួយអស់លោកទេសូមអញ្ជើញខ្ញុំលីស្រីម្នាក់ហ្នឹងតែខ្ញុំជួបមុននោះវាយរឹកធ្វើរៀងផងណាហើយគ្រាន់តែស៊ីក៏វាយរឹកដែរហើយអ្នកនៅក្នុងពិភពគុណមនុស្សចម្លែកមានច្រើនណាស់មនុស្សអីក៏មានដែរខ្ញុំស្មានតែលោកតាកផងអញ្ជើញពិសាណាអាត្មាគឺលោកសង្ឃសៀវហើយនៅពិភពគុណតើឧបាសកជាអ្វីដែរចង់ប្រើល្បិចដាក់ខ្ញុំផងណាល្អខ្ញុំឈួនអ៊ីពីវជាអ្នកល្បីឈ្មោះខាងគប់កំបិតអ្នកណាក៏ធ្លាប់ឮដែរឈ្មោះឪពុកខ្ញុំប្រហែលជាលោកធ្លាប់ស្គាល់ហើយគឺអ្នកគប់កំបិតត្រកូលលីណាឈ្មោះថាសុនហ្វុងធ្លាប់ឮទេលោកអូដូចជាធ្លាប់ដែរដូចជាធ្លាប់មែនអញ្ចឹងល្អហើយសូមជើញម្នាក់គឺលេងតាជួយម្នាក់ទៀតគឺជីវម្នាក់ទៀតគឺយានណានធានជាមួយកូនប្រុសរបស់ម្ចាស់វិមានការព្រើលណាយានណានធាននិងកូនកាលពីយុទ្ធគ្នានៅលអាងជួនកំណាយពី18ឆ្នាំមុនមានរបួសទាំងសងខាងក្រោយមកឪពុកនិងកូនគេក៏បាត់ដំណឹងឈឹងមកយានណានធានមិនអាចស្លាប់បានទេវាមានមិត្តជាជួនកំណាយទាំង10ហេតុនេះពួកវាប្រកាសជាយកកូននោះទៅចិញ្ចឹមឲ្យធំជាមិនខានបើតាមខ្ញុំយល់ប្រកាសជាអាលអិតចង្រៃនោះមិនខានឡើយបើមិនជាការល្អហើយដល់ពេលនោះខ្ញុំអាចចោទវាថាមកពីលអាងជួនកំណាយសម្ដីតែ2ម៉ាត់អាចកំចាត់វាចេញពីពិភពគុណបានណែបន្តិចទៀតឯងទៅតាក់ទងនឹងហួរម៉ូឈៀទៅហេតុអីឲ្យខ្ញុំទៅតាក់ទងនឹងនាងអាយ៉ាពិភពគុណទាំងមូលមានតែវាទេដែលអាចប្រយុទ្ធឈ្នះគេនោះឲ្យតែឯងចាក់វាបានហើយលួងលោមវាក៏បោធ្វើជាម្ចាស់ពិភពគុណទៅអញ្ចឹងម្ចាស់ពិភពគុណបានទៅឯងទៅហើយណាអញ្ចឹងចាំបាច់ខ្ញុំទៅអីពូទៅក៏បានដែរពូខ្វះលក្ខណៈខ្វះយ៉ាងម៉េចពូនៅក្មេងពេកគ្មានកម្លាំងធាតុបញ្ចូលឲ្យវាឯងចាស់ទៅមានកម្លាំងធាតុណាចុះបើសិនជាវាជាស្រីវិញតើយើងគិតយ៉ាងម៉េចទៅអូយបើសិនជាវាជាស្រីវិញទុកឲ្យពូឯងមិនបាច់ទៅទេពូទៅខ្លួនឯងក៏បានដែរឃើញតែចរិតឯងនោះគេមិនមើលមុខផងប្រាដឹងទៅហើយប៉ុន្តែទៅប្រើវត្ថុទៅទាំង3ណាវត្ថុទៅទាំង3ជារបស់សាហាវណាស់ដល់ពេលនោះបើសិនជាយើងមិនចេញឲ្យសម្លាប់សត្រូវមិនបានទេត្រូវពួនឈាមស្លាប់ខ្លួនឯងរបស់នេះមិនមែនលេងសើចទេហើយពូនៅធ្វើស្អីទៀតហ្នឹងនៅមើលស្អីទៀតពូទ្រាំលេងបានហើយឆាប់ចុះទៅចាំគិតទៀតចុះទៅអីយពូកាយឆាប់សាកមើលទៅអូយវិលបលឹងស្លាប់អូយអ្នកនាងផ្លាយលពៅអ្នកនាងធំណាស់ឲ្យខ្ញុំស្គៀបបន្តិចបានទេហ្នឹងហ៎ឲ្យខ្ញុំសមួយម៉ាត់បានទេល្អហើយពូយ៉ាងម៉េចចឹងមិនថាដល់ណាហើយគ្មានអីទេពូនិយាយថាភ័យវារត់បាត់ទៅហើយត្រូវឯងនិយាយថាម៉េចអំបញ្ញមិនឯងនិយាយថាម៉េច18ឆ្នាំមកនេះខ្ញុំខំដោយលំបាកចិញ្ចឹមឯងឲ្យធំឲ្យទៅជាមនុស្សណាដឹងទេ
លោកពូមកដល់ថ្ងៃនេះឯងដល់ស្លាប់ហើយដល់ផលប្រយោជន៍របស់ខ្ញុំកម្របានខ្ញុំនេះកាលពី18ឆ្នាំមកនេះខ្ញុំចិញ្ចឹមឯងខ្ញុំរស់នៅឯកោមានអារម្មណ៍ដូចជាគេបោះបង់ចោលឯងហ៊ានមកដល់របស់ខ្ញុំទៀតខ្ញុំសូមតាមបំណងរបស់ឯងរហូតខ្ញុំចាំមើលតែឯងគប្បីនឹងខ្ញុំដែរទេចាំមើលឯងមានមុខមាត់អីទៀតមកជួបខ្ញុំតើឯងទៅជាមនុស្សទៀតទេមាត់ធំឯងធ្វើស្អីមិនក៏មុខក្រៀមម្លេះ18ឆ្នាំមកនេះយ៉ាមិនដែរខ្ញុំមានអារម្មណ៍ឈឺចាប់ណាស់ឯងនិយាយទៅបងប្អូនខ្ញុំក្បត់ខ្ញុំទាំងអស់ភ្នែកខ្ញុំទាំងគូខ្ញុំកំពុងមើលហើយហូរទឹកភ្នែកឡើងស្គួតហើយមើលឃើញចាប់ដើមពីពូចិញ្ចឹមខ្ញុំមក18ឆ្នាំមកនេះពូទុកជាអ្នកមានគុណដែរមានគុណខ្ញុំគោរពស្រឡាញ់ពូមិននឹកស្មានសោះថាពូយ៉ាម៉េចមានចិត្តលើបុត្រស្រីរបស់ខ្ញុំចឹងខ្ញុំពូគួរតែទៅចឹងពូទៅហើយពូមិនជាមនុស្សទេពូទៅចោះពូទៅណែពូទៅតាមសម្រួលចុះណាមែនហើយបន្តិចទៀតបើវាជាប្រុសចាប់ខ្ញុំហៅពូអញ្ចឹងទៅចុះកូនត្រីអើយអាចចម្រៃណែចាញ់មកហើយមានរឿងអីហ្នឹងអំបាញ់មិញពូគិតទៅដូចជាអយុត្តិធម៌ខ្លាំងណាស់អយុត្តិធម៌ស្អីទៅពូរំខានមែនពូមើលគិតតែមិនណែឲ្យពូនៅទីនេះពូជួយការពារឯងណាមិនបាច់ការពារអីទេពូចេញទៅអូយឲ្យពូនៅទីនេះទៅគ្រាន់ការពារឯងដែរឯងគួរតែគិតឲ្យបានច្បាស់ទៅណាហើយពូចេញទៅណាហើយពូរកកន្លែងផ្សេងចុះអូមានរឿងស្អីណាសួរថាមានរឿងស្អីតើលឿនឡើងមិនក៏នាងមិនសួរថាខ្ញុំហេតុអីបានជាចូលបន្ទប់នាងហេតុអីក៏ឯងចូលបន្ទប់ខ្ញុំចូលបន្ទប់ឯងខ្ញុំចូលបន្ទប់ឯងនិយាយឲ្យត្រឹមត្រូវណាប្រាប់ភ្លាមមកហេតុអីក៏ចូលបន្ទប់ខ្ញុំមែនហើយហេតុអីខ្ញុំត្រូវចូលបន្ទប់នាងហាមានរឿងអីគេទុកឲ្យខ្ញុំកុំនៅទៅដៃជើងឲ្យសោះបើមិនចឹងយើងកាច់ដៃឥឡូវណាគេជីទៀតហើយឯងចង់ធ្វើអីធ្វើទៅចង់ស្ទាបក៏ស្ទាបទៅអីហេតុអីស្ទាបដៃខ្ញុំហូយមិនមែនខ្ញុំស្ទាបឯងទេគឺដៃខ្លាចស្ទាបឯងតើដៃប៉ិនរបស់ខ្ញុំអត់ស្ទាបទេអ្នកដែលមកទីនេះទាំងអស់គ្នាគឺមានមូលហេតុតែមួយដូចគ្នាខ្ញុំមិនខ្លាចនឹងប្រាប់អ្នកទាំងអស់គ្នាទេមូលហេតុនោះគឺនោះណោះគុណថ្មីនេះបានលេខមុខមនុស្សម្នាក់គឺស្រីកំមុំនាងមានដោះធំណាស់ខ្ចីច្បាស់ទីបានទេរាជនីពិភពគុណថ្មីនេះបានលេខមុខព្រានបិសាចវង្វេស្មារតីម្នាក់មកតាមខ្ញុំគេចូលចិត្តប្រហាប្រប្រុសណាសណ្ដំមុខរំលោភក្រោយរំលោភរួចហើយនឹងសម្រាប់ចោលខ្ញុំគឺតាមដានជនរងគ្រោះមកដល់បន្ទប់នេះសំងំខ្លួននៅក្នុងទូដាក់ខោអាវគោលបំណងគឺព្រោះតែចង់កម្ចាត់ជនពៀសណ្ដំពិភពគុណអានឹងអញយកដាក់ខ្លាំងៗចេញទៅសំទោសអ្នកនាងតូចពេលបងនាងធំណាស់តើអាចឲ្យខ្ញុំខ្ចីច្បាស់ទីបានទេមើលទៅរូបរាងរបស់អញប្រកាសជាត្រូវសណ្ដំហើយចោលចាប់ស្រីមិនមែនចោលចាប់ស្រីទេគឺចោលដកស្មៅសៀវឡុងនេះចោលដកស្មៅនោះគឺពិតជាថោកទាបមែនបើឲ្យវារត់រួចមុនមួយជំហានទុកថាវាអាយុវែងហើយយ៉ាការពិតខ្ញុំទៅតែមកជាមួយអ្នកក្លាហានក្នុងពិភពគុណដើម្បីកម្ចាត់វាចោលមានការមិនបេះទៅបេះស្មៅមែនទុកថាពួកខ្ញុំជាស្រីនេះស្លាប់អស់ហើយមែនទេនិយាយច្រើនពេកឲ្យថ្នាំអសាបគេលាបសិនគេត្រូវពុះធ្ងន់ណាខ្ញុំជឿជាក់ថាថ្នាំអសាបធម្មតាគឺមិនអាចជួយគេបានទេថ្នាំរបស់ខ្ញុំថ្នាំរបស់ខ្ញុំប៉ោរកឃើញហើយក្របធំមិនឃើញក្របតូចតុបទល់សិនចុះអាយ៉ាក្របធំយ៉ាងនេះលេបយ៉ាងម៉េចទៅយកស្រាខ្លាំងតែស្រួលតែបន្តិចណាកុំមិនក៏ខ្លាចអាយ៉ាមិនក៏ខ្លាចទៅជាយ៉ាងនេះដកដៃខ្លាំងៗរបស់អញចេញទៅមានពេលខ្លះមែនតែនហើយនៅខ្លាំងខ្លាយពិតជាពិបាកបែងចែកមែនខ្ញុំនេះមានសំណាងមែនស្លាប់ហើយធាតុញីរបស់វាចាញ់មកហើយយ៉ា
នេះនាងតូចពេញប៉ងរបស់នាងធំមែនឲ្យខ្ញុំច្បាច់បន្តិចបានទេមើលទៅទាំងអស់គ្នាមានការរបួលហើយបានអញ្ចឹងខ្ញុំនាំគេទៅវិញសិនចុះ ណែស្ងៀមណាកុំធ្វើតែផ្ដាស់ ចាមែនហើយឥឡូវនេះត្រូវតែនិយាយបានច្បាស់លាស់សិនតាមសម្ដីរបស់ជនរងគ្រោះបាននិយាយថានៅក្រោមដើមទ្រូងរបស់ចៅដកស្មៅនោះគឺមានប្រជ្រុយមួយយ៉ាងធំឥឡូវនេះនៅសល់តែខ្ញុំហើយនឹងឯងជាមនុស្សប្រុសទេដើម្បីបញ្ជាក់ភាពបរិសុទ្ធខ្ញុំឲ្យទាំងអស់គ្នាមើលបន្តិចមើលទាំងអស់គ្នាដោះឲ្យចេញមកមើលដោះទៅដោះឲ្យចេញមកមើលដោះទៅ អត់គេខ្មាស់ អូយចុចជីបចកោហេអ្នកប្រុសប៉ាឥឡូវនេះមានតាមជួបាយមួយទេមួយគឺបង្ហើបតាមទ្រូងចេញមកឲ្យទាំងអស់គ្នាមើលបន្តិចពីរគឺនាំគេទៅវិញជាបានរបួសមិនដឹងថាអ្នកប្រុសឬមួយណាអាយ៉ាអ្នកប្រុសហាមិននិយាយបានន័យថាឲ្យខ្ញុំយកគេទៅវិញមែនទេ តាសប្បាយចុះ ហេពិតជាចិត្តល្អមែនសុំលាតាមនេះសិនហើយតោះទៅយើងដើរមកធម្មឥឡូវនេះឯងដឹងហើយឯងមានពឹសគ្រប់កន្លែងជ្រាបចូលក្នុងខួរខ្ញុំក៏គ្មានតាមសាបដែរហើយបើសិនជាមិនទៅទិញតំណែងទេនឹងអាចធ្វើឲ្យមនុស្សស្លាប់ដែរណាមកគៀវ ទៅហើយមកគៀវធ្វើរួចហើយហ្នឹងណែសេះនេះខ្ញុំកូនជូនមកហើយតើ1 2 3 4ទៅ អញយកថាគេដោះស្រាយសេះនោះបានទេ ខ្ញុំមើលទៅបានតែដឹងខ្ញុំធ្លាប់ហាត់រួចទៅហើយញីមកក្បាលនេះលឿនហើយស្ដាប់សម្ដីទៀតមើលទៅប្រហែលជាចាំ1ម៉ោងទៀតចុះហេអ្នកតាពីអរគុណងូតទឹកឲ្យស្អាតផ្លាស់ក៏ឲ្យថ្មីសិនចាំនិយាយគ្នាទៀត ឆាប់យ៉ាងនេះហ៎ តបងហើយមិនក៏លេងយ៉ាងនេះវាជាសត្វដេរឆានណាគ្មានមនុស្សចេតនាទេឥឡូវនេះពួកឯងចង់ឲ្យខ្ញុំធ្វើយូរប្រហែលទៅឲ្យតែចាត់ចែងរួចហើយនឹងប្រសាពឹសចេញពីក្នុងខ្លួនទៅវាបានហើយពុំនោះទេគិតយ៉ាងម៉េចអើយអាចមិនមែនទេដឹងខ្ញុំយល់ អញកុំដាក់ចូលអីណាខ្លួនឯងស្អុយ ខ្ញុំ ណា យល់ថារកសេះពីក្បាលឲ្យឯងជិះចេញទៅរាជធានីរកបនស្រីណាមួយរកស្រីណាម្នាក់មកថាម៉េចឲ្យខ្ញុំជិះសេះចូលរាជធានីរកស្រីអើយមិនមែនហើយឯងឆាំនិយាយបន្តិចទៅអំបាញ់មិនខ្ញុំចង់និយាយថាអំបាញ់មិនខ្ញុំជាមួយសេះនោះ ប្រាហនតែប្រាអើយហេតុអីស្មើនេះហើយវាមិនទាន់មកទៀតអើយវានេះចំជារំខានមែនអូ ខ្ញុំទៅមើលវាសិន កុំអាចច្រឡោតពេកមុនពេលដែលមិនទាន់ដឹងការពិតទេកុំនិយាយផ្ដេសផ្ដាសចាំយប់នេះខ្ញុំគិតមើលច្បាស់ថាវាជាអ្នកណាបើសិនជាកូនហួរនោះវិញ សុំទោសដែលខ្ញុំមកជិតពេល មិនអីទេអញ្ជើញអង្គុយការប្រកួតគ្នានៅក្នុងពិភពគុណសូមចាប់ផ្ដើមនៅពេលនេះហើយឧទី1ចាប់ផ្ដើមចាំមើលអ្នកណាមានស្នាដៃខ្ពស់ជាងអ្នកណាអូយមិនក៏មកជើងដួលចឹងទៅហើយតាមើលទុកឲ្យខ្ញុំតែមើលហ៎អីនេះចោលម៉ាស៊ីនមែនលិចជង្គង់នៅក្នុងហើយអូយចំជាសុយមែនហ្មង ឆ្លងកាត់មួយឆាកនាគខំជាមួយខ្លាអ្នកបន្តទៀតចេញមកហើយគេនោះគឺឈិនអានឆៅនៅក្រុមទៀនឆាកនិងជាងអ៊ីឡាងនៅក្នុងពិភពគុណអ្នកពិភពគុណអាកូនត្រីម្ចាស់ពិភពគុណជាងពីហឺអ្នកនៅវិមានផ្កាព្រិលហួម៉ូឈៀនៅមានវ៉ូសៀនជួងក្រុមធានសាវ៉ូសៀនជួងឯងក៏មកដណ្ដើមយកម្ចាស់ពិភពគុណដែរឯងនៅចាំបានរឿងស្រីស្រស់នៅឆាកជៀនទេ ស្រីស្រស់នៅឆាកជាស្អីទៅឯងកុំចង់មកចោលប្រកាន់ខ្ញុំឲ្យសោះណាភ្នំធានសានខ្ពស់ម្លឹងធំម្លឹងខ្ញុំធ្វើអីឯងដឹងទាំងអស់ហ៎ភ្នំធានសានខ្ពស់ធំមិនសូវមានមនុស្សនៅទេធានសានមានផ្ទៃកលា12យោជក្រឡាមានប្រុស120នាក់មានស្រី49នាក់កាលពីខែមុនរាត្រីពេញបរមីឯងឆ្លៀតមកករឿងវាយបងប្អូនតកូលជាតិឲ្យមានរបួសហើយរំលោភប្អូនស្រីគេទៀតមនុស្សនៅធានសានអ្នកណាក៏ដឹងដែរហឺឯងជាអ្នកណាមិនដឹងរឿងរបស់យើងច្រើនម្លឹងមនុស្សនៅនេះទាំងអស់សុទ្ធតែជាភ្នែកច្រមុះរបស់យើងរាល់ថ្ងៃខ្ញុំទទួលសម្បត្តិពីសត្វព្រាបយ៉ាងតិចក៏3000សន្លឹកដែរខ្ញុំនៅឆាងអានមួយថ្ងៃដើរបានយ៉ាងតិចក៏10យោជដែរឯងថាតែមើលតើរឿងអីនៅធានសានខ្ញុំមិនដឹងនោះ បាបកម្មឯងគឺតកោឈុននោះហើយតកោឈុនខ្ញុំសុំលាអូសូមជួយអស់លោកដែលបានអញ្ជើញមកទាំងអស់គ្នាណាលោកគ្រូ
គ្រូមើលអាកូនត្រីនឹងហួរមកជាតើអ្នកណាវាយឈ្នះអ្នកណាទៅគ្មានជាការអ្វីទេអ្នកណាវាយឈ្នះអ្នកណានោះកូនត្រីនៅស្រួលដល់ការងាររបស់ម្ចាស់ពិភពគុណលោកគ្រូអនាគតរបស់ខ្ញុំផ្ញើខ្លួនលើលោកគ្រូហើយបើសិនជាការប្រកួតចុងក្រោយអាកូនត្រីឈ្នះហួរមកជាត្រូវតែរលាយអញ្ចឹងរឿងពិតគឺបានលើឯងមិនខានឡើយ真老豆送個仔。អ្នកណាជាមនុស្សល្មមស្នេហ៍គឺជាមិនផុតពីអន្ទាក់ស្នេហ៍បានឡើយខ្លាចតែអន្ទាក់ស្នេហ៍នោះវាមិនជាប់អាចធ្វើឲ្យអ្នកល្មមស្នេហ៍នោះវាគេចរួចបានទេខ្សាប់ពួកឯងនេះឡាប់ទៅទេអស់ហើយល្បែងតែពួកឯងលេងនេះពួកឯងមានដឹងថាឯងល្មើនឹងវិន័យដែរទេខ្ញុំមិនយល់ន័យរបស់វាផងខ្ញុំអានឲ្យមួយយប់ទៅហើយទើបចេះណាពួកឯងនេះចាំជារឿងច្រើនមែនអស់មែនហើយអាកូនត្រីនោះគួរឲ្យស្អប់មែនពួកឯងថាតែមើលមានសុខបាយអីសម្រាប់វាបាននោះចាំងមែនហើយភ្នែករបស់កូនត្រីនោះសាហាវមែនពេលដែលមើលមកឯងនោះធ្វើឲ្យចិត្តឯងពូកញ្ជ្រោលដែរខុសចង្វាក់ចាំតែចាប់បេះដូងនោះចេញមកភ្លាមទីប៉ុន្តែមុខរបស់គេញញឹមអញ្ចឹងធ្វើមិនដាច់ចិត្តសម្លាប់គេបានទៅអូយជួបគ្នានៅខាងក្រៅមួយផ្លែតអូមកជាលោកម្ចាស់យប់ជ្រៅណាស់ទៅហើយហៅឯងមកនេះលំបាយហើយដល់ហួមកជាអ្នកហាត់គុណត្រូវមានចិត្តនឹងណនិយាយពីចរិតគឺឯងលឹះគេទាំងអស់មកពីហេតុនេះហើយទើបឯងមិនត្រូវទុកចិត្តគេនោះទេឥឡូវគំនិតឯងបានចប់អស់ហើយប្រយ័ត្នឯងឈប់សាយទៀតទៅដល់ដៃហើយអូយរួចរាល់អស់ហើយឯងមិនអីទេខ្ញុំមិនអីទេមុខខ្ញុំប្រហែលជាដាច់អស់ហើយមែនទេនាងទៅណាហើយនាងកុំទៅណាចោលខ្ញុំនាងទៅណាបាត់ហើយនាងកុំទៅណាទៅទីនេះខ្ញុំអរគុណនាងហើយត្រូវហើយតាំងពីខ្ញុំបានជួបនាងជាលើកដំបូងមកខ្ញុំបានប្រាប់ខ្លួនឯងថាគឺនាងនេះឯងខ្ញុំរស់នៅលើโลกនេះអ្វីដែលខ្ញុំរំចាំគឺនាងណាខ្ញុំធ្វើអីអាក្រក់មើលណាខ្ញុំប្រាប់នាងទៅចោលនាងស្អាតខ្លាំងណាស់ពេលដែលនាងទៅបាត់ខ្ញុំបិទភ្នែកចិត្តពីព្រោះខ្ញុំខ្លាចពេលដែលខ្ញុំបើកភ្នែកវិញឡើងឃើញនាងឲ្យតែបានឃើញមនុស្សធម្មតាដូចនាងពាក់កណ្ដាលនោះគឺខ្ញុំអស់ចិត្តហើយអាចខ្ញុំនិយាយទៀតតើខ្ញុំមិនអីទេអាចចាំបិទទៅហើយខ្ញុំមិនអីទេខ្ញុំគ្មានអីមែនណាគ្រាន់តែនិយាយនឹងនាងច្រើនមិនប្រយ័ត្នហៀទឹកមាត់ប៉ុណ្ណោះគឺឈាមទេអូឈាមស្នេហ៍ដល់ជំរឿហើយឈាមពុកកញ្ជ្រោះយ៉ាងចឹងពេលដែលខ្ញុំបានជួបនាងទៀតនាងកំពុងតែតែងខ្លួនខ្ញុំដឹងខ្លួនឯងថានាងកាប់មិនអស់ចំពោះខ្ញុំណាខ្ញុំនៅនឹករហូតថាបើសិនជាត្រូវស្លាប់មែនខ្ញុំត្រូវស្លាប់ជាមួយនឹងនាងទីបំផុតទេវតាមិនធ្វើបាបមនុស្សមែនតែបំណងរបស់ខ្ញុំនៅមិនទាន់បានសម្រេចខ្ញុំនៅរងចាំរបស់ម្យ៉ាងទៀតរងចាំស្អីទៅគឺស្រីដែលខ្ញុំស្រឡាញ់នៅក្នុងសម្បត្តិរួមរស់ជាមួយនឹងគ្នាថើបមាត់នឹងដឹងស្នេហ៍អូខ្ញុំជ្រុលពេកហើយទេដឹងខ្ញុំបាត់តែមិនអីទេការពិតរាល់គ្នាក៏ចង់យល់សម្បត្តិឃើញពិភពនេះដែរហេតុនេះខ្ញុំក៏មានចំណែកដូចតែគ្នាខ្ញុំ
ជាលើកនេះខ្ញុំនៅរស់មានជីវិតមកវិញខ្ញុំសុខចិត្តយកនាងធ្វើជាប្រពន្ធហើយរំភើបចិត្តដែរខ្ញុំនិយាយមែនណាជាតិក្រោយជួបគ្នាអាយ៉ាខ្ញុំនៅឃើញហើយខ្ញុំនៅមានថ្នាំប្រសាទដែរជួយយកឲ្យខ្ញុំផងឲ្យទៀតបន្តិចទៀតមិនមែនរបស់នឹងទេខ្ពស់បន្តិចមិនមែនរបស់នឹងទេមែនហើយឲ្យខ្ពស់បន្តិចអរគុណនាងហើយយកពីលាយទឹកឲ្យខ្ញុំផឹកបន្តិចមិនអីទេខ្ញុំពូកែមែនមានរឿងអីគ្មានអីទេពេលដែលខ្ញុំដើរពេលយប់ខ្ញុំប្រកាសជាទាញវាចេញជៀសវាងវិញផ្លូវជួយដល់ខ្ញុំបន្តិចមកនៅខាងមុខមានអោមួយយើងទៅខាងមុខមើលគ្មានទឹកទេប្រហែលជាមានផ្លូវចេញចាំតាមខ្ញុំមកណាមានផ្លូវមែនមកតាមខ្ញុំមកសម្ដីយើងដែលទៅនិយាយបាញ់មិញនោះទុកថាអញ្ចឹងទៅចុះកុំភ្លេចចាំខ្ញុំណាខ្ញុំលាសិនហើយអូយដល់រោគពេញមកយប់ទៅហើយណែឯងមានរបស់អីស៊ីឆ្ងាញ់ទេនោះធ្វើក៏មាននៅខាងនោះមកឆាប់ឡើងមើលវិញអូយតាំងគឺស្រីទេមែនហើយទំនេញល្អស្រីគឺទំនេញល្អអូយចុះខ្ញុំអើយអ្នកខ្លានគួយគងអូយហៅខ្ញុំថាគួយគងបានហើយគួយគងមិនព្រោះទេហៅថាកងទៅត្រូវហើយរបស់លោកអ៊ំដែរទៀតហ្នឹងបាននេះថាម៉េចហ្នឹងចង់មិនឲ្យលុយខ្ញុំហ៎មិនមែនទេចឹងយ៉ាងម៉េចចូលទៅអូអាជីវអើយអាជីវគឺវាទេមែនហើយឲ្យពួកឯងយកសុបិនឡើងឋានសួរម្ដងអូស្រីខ្ញុំគ្មានចំណូលចិត្តទេគ្មានចំណូលចិត្តស្អីទៅពីអ្នកឯងនាំគ្នាប៉ាវទៅណាប៉ាវទៅអូយមិនបានទេកាលនោះគឺឯងបដូរជីវិតចង់បានរបស់អញ្ចឹងណាមិនក៏មិនប៉ាវព្រាមទៅកុំលេងចាស់មើលឃើញប្តីគេនៅចិត្តឯងថាក្រាក់មើលផងហ៎បីសាយកំណាទាំងពីរថាម៉េចបីសាយកំណាទាំងពីរឯងបើកភ្នែកអែធំមកមើលតើយើងពីរនាក់នេះជាណាតែក្រែងនេះជាជីវតាកាលនោះមានតែលីតាយឈួនទេខ្ញុំលេងយល់ឆ្កែចង្រៃអត់ស្គាល់មនុស្សក៏ស្គាល់លុយដែរកាលនោះពួកឯងលួចមាសគេទៅទុកនៅកន្លែងណាប្រាប់ភ្លាមមកពីរនាក់ជាជនកំណាយទាំង10មិនមែនពួកខ្ញុំពីរនាក់ទេគឺពួកខ្ញុំ4នាក់មិនក៏ដូចប៉ុនបែអញ្ចឹងមនុស្សច្រើនយ៉ាងហ្នឹងជើញតែជប់លៀងអាយ៉ាម៉េចលោកបលីទូជីស្វាគមន៍ពិធីជ្រើសរើសម្ចាស់ពិភពគុណអូនិយាយជាមួយឯងចំជាសបាយមែនពួកឯងស្គាល់យើងជាណាហើយហ៎ចាំជួបដែរជួយគេភ្លាមទៅវានោះគឺលីតាឈួយឲ្យរត់ភ្លាមទៅចាប់វាបានកុំរត់ចាប់វាបានហូបសិនបានហើយនៅឲ្យឆាប់បន្តិចទៅបើយឺតពេលពួកវាទាំងពីរនាក់នឹងត្រូវគេសម្លាប់ចោលហើយឲ្យឆាប់ឡើងបន្តិចពួកគេទាំងពីរនាក់ខ្មោចទាំងពីរទៀតចង់សម្លាប់មនុស្សអាជនកំណាចប្រគល់វាឲ្យមកខ្ញុំចុះខ្ញុំជាមួយមនុស្សលាជនកំណាចមានគំនុំប៉ុនមហាសាគរកាលនោះគ្រួសារខ្ញុំមានមនុស្ស8នាក់ប្រុងតែរកលុយនៅឯទីក្រុងដើម្បីរកសេចក្តីសុខសាន្តដឹងអីដល់ការលាជនកំណាចត្រូវស្លាប់ទាំងអស់ទៅអ្នកទាំងអស់គ្នាថយចេញទុកឲ្យខ្ញុំបហាជីវិតពួកវាចុះលាជនកំណាចត្រូវចាប់ហើយហេតុអីក៏ឯងប្រើថ្នាំសណ្ដំព្រលឹងមិនប្រើថ្នាំផ្ដាច់ព្រលឹងយ៉ាងអញ្ចឹងទៅវិញរឿងអីខ្ញុំត្រូវប្រើថ្នាំផ្ដាច់ព្រលឹងទៅតិចផ្ទុះត្រូវខ្លួនខ្ញុំវាមិនវីវទៅហើយឡោខ្ញុំតាមសួរច្បាស់សិនហេតុអីក៏ឯងទៅចឹងជប់ដល់ពេលខ្ញុំហើយចាំអីក៏មិនអាចចាក់ចេញពីកន្លែងនេះដែរអូយបងស្រីនិយាយសម្ដីក្អេងអាពេកហើយអ្នកគ្រូជួនគ្នាមែន
ការប្រកួតរឿងក្បាច់គុណដើម្បីរឿងម្ចាស់ពិភពគុណនៅទីកន្លែងនេះមានការត្រឹមត្រូវណាស់រឿងគំនុំគុំគួនមិនអាចដោះស្រាយនៅលានប្រកួតបានទេល្មើនឹងវិន័យពិភពគុណនឹងចំអកឲ្យមិនខានយកល្អសូមអ្នកជុំបង្ករឿងទៀតទៅដើម្បីឲ្យការប្រកួតគ្នាបន្តទៅទៀត ពិភពគុណខ្ញុំទៅតែគោរពតាម មួយជា មួយជាការប្រកួតរឿងម្ចាស់ពិភពគុណថ្ងៃនេះឯងមានគុណសម្បត្តិពិតជាមិនតិចទេសិស្សរបស់ខ្ញុំពិតមែនតែក្បាច់គុណគ្រាន់បើមែនប៉ុន្តែវាខ្វះការពិសោធន៍នៅក្នុងពិភពគុណខ្ញុំមកលើកនេះគឺដើម្បីមើលវាទេដើម្បីកុំឲ្យមានអ្នកណាមានគំនិតអាក្រក់លើវា ត្រូវហើយម្ចាស់វិមានមនុស្សមានគំនិតលើខ្លួននាងរួចទៅហើយ អ្នកណាស្លាប់ធំយ៉ាងនេះ គឺអាកូនត្រីដែលអ្នកទើបចាប់មកអំបញ្ញមិញនេះឯង អាកូនត្រី មើលទៅអ្នកក្លាហានហួរមានមនុស្សសញ្ចេតនាល្អនឹងវាខ្លាំងណាស់ខ្លាចតែស្អែកនេះអ្នកក្លាហានហួរមិនដាច់ចិត្តសម្រាប់វាទេ ខ្ញុំខំបង្ហាត់វាអស់18ឆ្នាំដោយលំបាកគឺសង្ឃឹមថាចង់ឲ្យវាខ្លាចទៅជាអ្នកខ្លាំងម្នាក់បើសិនជាវាហ៊ានក្បត់នឹងខ្ញុំត្រូវឲ្យវាស្លាប់ដោយលំបាក ម្ចាស់វិមានកុំធ្វើអញ្ចឹងឲ្យសោះនៅក្មេងអញ្ចឹងអាចបដៅវាដោយសម្រួលបាន បដៅសិស្សត្រូវឲ្យម៉ត់ចត់ប៉ុន្តែបើសិនជាវាលេបថ្នាំផ្ដាច់ព្រលឹងរបស់វាមានការព្រិលហើយវាត្រូវតែស្ដាប់តាមសម្ដីខ្ញុំបើសិនជាវាមិនស្ដាប់សម្ដីខ្ញុំទេក្នុងរយៈពេល12ម៉ោងវាមិនបានថ្នាំបន្សាពីខ្ញុំវិញនោះត្រូវក្អួតឈាមស្លាប់មួយរំពេចណា បើអញ្ចឹងហួរមកយាត្រូវឈ្នះអាកូនត្រីហើយ លោកម្ចាស់លើកនេះហួរមួយឈៀកនឹងខ្លាចទៅជាម្ចាស់ពិភពគុណមិនខានដល់ពេលនោះឯងចង់ទប់ទល់នឹងនាងយ៉ាងម៉េចនោះ ក្បាច់គុណរបស់ហួរមកឈៀកខ្ពស់លើសគេពួកខ្ញុំមិនហ៊ានតាំងតែពីដើមមកបារម្ភជាងគេគឺម្ចាស់ពិភពគុណត្រូវបានទៅលើអាកូនត្រី ឥឡូវខ្ញុំនឹងទៅរកវាមិនបាច់ឯងជួយដំណើរខ្ញុំទេ ជើញអញ្ចឹងក៏ចង់ធ្វើជាម្ចាស់វិមានដែរស្រីកញ្ចាស់នេះទើបតែផឹកស្រាផ្ដាច់ជីបចររបស់យើងហេតុអីក៏មិនឃើញអីសោះអញ្ចឹង ស្រាផ្ដាច់ជីបចរជាថ្នាំពុលសាហាវលើគេគ្មានពណ៌គ្មានក្លិនផឹកហើយគ្មានអារម្មណ៍ប្លែកទេប៉ុន្តែបើប្រើកម្លាំងពិតតែម្ដងគឺលែងបានវិលវិញហើយកម្លាំងធាតុនឹងបាត់បង់បន្តិចម្ដងតែប៉ះទង្គិចចិត្តបន្តិចត្រូវខ្លាចជាឈួតភ្លាមមួយរំពេច ឯនេះសំជាគេហៅថាបីសាច់ពឹសមែនលោកបងក៏សំជាបីសាច់មុខ1000ដែរយើងកែមុខជាច្រើនឆ្នាំខ្លែងជាជាងពីហើគ្មានអ្នកណាដែលមើលស្គាល់រហូតមកចំពោះលោកគ្រូខ្ញុំយល់ថាត្រូវតែប្រយ័ត្នទៅបានពេលវេលានៅវែងណាស់ឯងឆាប់រៀបចំពិធីទប់ទល់នឹងពួកវិមានផ្កាព្រិលនៅថ្ងៃស្អែកនេះទៅល្អជាជាងបាទពុក ឯងមកទីនេះធ្វើអី ខ្ញុំមកគឺចង់ប្រាប់នាងថានៅពេលប្រកួតគ្នាថ្ងៃស្អែកនេះសូមនាងបញ្ចេញឲ្យអស់លទ្ធភាពវាយមកលើខ្ញុំចុះ មិនក៏ឯងខ្លាចទៅជាយ៉ាងនេះទៅវិញ ខ្ញុំក៏មិនខ្លាចប្រាប់នាងដែរខ្ញុំបានហាត់សម្រេចទៅហើយបាតដៃផ្ទះមុខខៀវនៅពេលប្រកួតនៅថ្ងៃស្អែកនេះបើសិនជានាងមិនស្លាប់ក៏ខ្ញុំត្រូវស្លាប់ដែរខ្ញុំមិនបន្ធូរដៃឲ្យនាងទេបើនាងមិនប្រើឲ្យអស់លទ្ធភាពទប់ទល់ខ្ញុំទេក៏មិនទោសថាខ្ញុំអាក្រក់ឲ្យសោះស្ដាប់បានទេ ក្បាច់គុណរបស់និស្សិតមុខសពិតជាពងពោះមែនក្បាច់គុណទាំងអស់តាមដែលខ្ញុំដឹងមានក្បាច់គុណកំបិតផ្លែខៀវក្បាច់គុណប្រដាល់ត្រកូលណានក្បាច់គុណត្រកូលណានមាន3យ៉ាងគ្មានបាតដៃរន្ទះមុខខៀវអីទេនាងឈប់ជឿពាក្យជំនឿនេះទៀតទៅក្បាច់គុណនេះនិងក្បាច់គុណឯទៀតគឺ6ឆ្នាំមុនគេកែប្រែទេទាំងអស់មានជាង200យ៉ាងឯណោះនាងជឿខ្ញុំចុះជឿខ្ញុំទៅណា មិនអាចទេអ្នកគ្រូខ្ញុំថានេះជារឿងពិតប្រាកដការពិតឯងកំពុងតែធ្វើស្អីទៅមុខរបស់ឯងខ្ញុំដឹងហើយនៅលើលោកនេះការពិតគ្មានក្បាច់គុណមុខខៀវស្អីទេហេតុអីក៏ឯងកុហកនឹងខ្ញុំឯងចង់ស្លាប់លើដៃរបស់ខ្ញុំហេតុអីទៅមែនហើយខ្ញុំក៏ហត់នាងទេគឺពីព្រោះតាំងពីថ្ងៃដែលយើងចាប់ផ្ដើមជាលើកដំបូងមកគឺពីព្រោះតែយ៉ាងនេះខ្ញុំមានអារម្មណ៍ថាខ្ញុំជឿរបស់នាងទៀតខ្ញុំមិនអាចមិននិយាយបានទេខ្ញុំត្រូវតែនៅមុនពេលដែលខ្ញុំស្លាប់ខ្ញុំនិយាយចេញអ្វីដែលខ្ញុំចង់និយាយតែឯងឈប់និយាយទៀតទេ ទោះជាខ្ញុំស្លាប់លើដៃរបស់នាងក៏ខ្ញុំមានតម្លៃដែរខ្លាចនោះគឺខ្លាចបើសិនជានាងមិនដាច់ចិត្តសម្រាប់ខ្ញុំនោះនាងនឹងត្រូវអ្នកគ្រូនាងបន្ទោសនាងជាមិនខានទេនាងដឹងទេ ទោះជាត្រូវស្លាប់ហើយតែជួយគិតដល់ខ្ញុំទីខ្ញុំធ្វើបាច់លើកដៃសម្រាប់ឯងរួចខ្ញុំលើកដៃសម្រាប់មិនរួចទេ នាងជប់យំនាងជុំធ្វើអីបើនាងជុំខ្ញុំច្បាស់ជាយំជាមួយនាងមិនខ្លាំងនាងមានចិត្តស្វាចំពោះខ្ញុំហើយខ្ញុំធ្វើមិនខប់នាងតែកើតខ្ញុំត្រូវតែប្រាប់ការពិតដល់នាង 18ឆ្នាំមកនេះយើងបដៅឯងយ៉ាងមិនខ្លះប្រុសគ្មានអ្នកណាម្នាក់ល្អទេដាច់ខាតកុំទុកខ្លួនឯងជាមនុស្សស្រីឲ្យសោះមិនត្រូវមានអារម្មណ៍ល្អចំពោះប្រុសទេការពារខ្លួនឯងឲ្យនៅបរិសុទ្ធពេលណាដែលបានផ្លាកបញ្ជាពិភពគុណហើយត្រូវហាត់ឲ្យដល់ថ្នាក់កំពូលលើកស្ទួយឲ្យក្រុមរបស់យើង
ដើម្បីសំតាមបំណងរបស់គ្រូប៉ុន្តែឯងបែរជាសម្រាប់តែភ្នែកព្រោះតែប្រុសម្នាក់ទៅវិញណាមួយអាជនចង្រៃនេះមកពីលាងជនកំណាចទៀតឯងធ្វើឲ្យគ្រូអស់សង្ឃឹមអស់រលែងតែដឹងកំហុសហើយអ្នកគ្រូឈប់ខាងទៀតទៅយើងគ្មានសាររបៀបឯងទេស្អែកនេះសិននឹងខំឲ្យអស់ពីលទ្ធភាពល្អលេបវាទៅឆ្នាំផ្ដាច់ព្រលឹងរបស់វិមានយើងនេះថ្ងៃស្អែកឯងត្រូវវាយឲ្យឈ្នះកូនត្រីបើសិនជាឯងគ្មានឆ្នាំបន្សាបពីអ្នកគ្រូវិញនោះឯងនឹងត្រូវស្លាប់ដោយវេទនាបំផុតអរគុណអ្នកគ្រូដែលបានចិញ្ចឹមខ្ញុំអស់18ឆ្នាំមុននេះខ្ញុំនឹងលេបវា កុំលេបឆ្នាំនេះអី ស្អែកជួបគ្នានៅលានប្រកួត មិនជំនាញចាំបាច់ធ្វើដូច្នេះ ឥឡូវសល់តែ4នាក់ទេចែកជាពីរក្រុមក្រុមទី1កូនត្រីតទល់នឹងហួរមកឈៀតក្រុមទី2ជាងពីហើតទល់នឹងជាងទីឡាងការប្រកួតគ្នាចាប់ផ្ដើមហើយ សូមជើញមកចុះ ហួរមកឈៀត មកឈៀមកឈៀ កំបីនេះឯថា វិន័យប្រកួតគ្នាគឺមិនឲ្យអ្នកទី3លូកដៃទេកុំថាឡើយនាងលបប្រហាគេពីក្រោយពិតមែនតែនាងជាម្ចាស់ពិភពគុណពីមុនមកមែនក៏មិនខុសគ្នាដែរទោះជាអ្នកនៅទីនេះមិនបន្ទោសនាងក៏អ្នកក្លាហានយានមិនអត់ឱនឲ្យនាងនៅអំពើដែលនាងធ្វើដែរ ក្លាហានយានណាទៅ គឺយានណានធានដែលបានប្រយុទ្ធគ្នាជាមួយនាងនៅលាងជួនកំណាចនោះហើយណា ចាប់ពីថ្ងៃនេះតទៅយើងផ្ដាច់និស័យជាប្តីប្រពន្ធហើយ នៅទៀតសាច់ឈាមបង្កើតនាងមិនយកមកថែរក្សាទេនាងទទួលហួរមកឈៀយកមកថែរក្សាវិញ ហួរមកឈៀតមនុស្សមានកើតនឹងស្លាប់រត់ដោយមានក្តៅត្រជាក់ផ្ការីកផ្ការោហួរមកឈៀតផ្ការីកហួរមកឈៀតហួរមកឈៀតហួរមកឈៀត នឹកឃើញរឿងដើមវិញនាងមានមិនគប្បីនឹងអ្នកក្លាហានយានទេ ហ៊ានធ្វើហ៊ានទទួលខ្ញុំមិនស្ដាយក្រោយទេ ល្អណាស់គ្មានស្ដាយក្រោយសុំអាងលើពាក្យមិនស្ដាយក្រោយនាងហ៊ានសម្លាប់វាឯងមានដឹងថាវាជាសាច់ឈាមបង្ការរបស់ឯងទេ កូនប្រុសខ្ញុំវាមិនមែនជាកូនខ្ញុំទេ ត្រូវហើយវាជាកូនរបស់នាងណា មិនមែនទេវាមិនមែនជាកូនខ្ញុំទេ វាជាកូនរបស់នាង មិនមែនទេ ម៉ែ វាមិនមែនជាកូនខ្ញុំទេ វាជាកូនរបស់នាង មិនមែនទេវាមិនមែនជាកូនខ្ញុំទេវាមិនមែនជាកូនប្រុសខ្ញុំទេ 2ឆ្នាំមកនេះនាងគ្មានធ្វើភារកិច្ចជាម្ដាយវាទេឥឡូវវាយវាឲ្យអួតឈាមទៀតនាងមិនមែនជាមនុស្សទេនាងធ្វើមិនគប្បីនឹងកូនរបស់នាងទៅកើតខ្ញុំជាកូនរបស់នាង ខ្ញុំមិនមែនជាមនុស្សទេខ្ញុំចង់ក្លាយជាមនុស្សហើយខ្ញុំមិនគប្បីនឹងកូនប្រុសរបស់ខ្ញុំខ្ញុំបែរកូនខ្ញុំមានរបួសខ្ញុំមិនគប្បីនឹងកូនខ្ញុំ ព្រាមទៅសម្រាប់នាងចោលទៅទុកធ្វើអីទៀតឲ្យលើឡើង ខ្ញុំមិនគប្បីនឹងកូនខ្ញុំខ្ញុំមិនគប្បីនឹងកូនខ្ញុំខ្ញុំមិនគប្បីនឹងកូនខ្ញុំអាយ៉ាឆ្នាំប្រសាពើនៅសល់តែមួយក្របគត់នៅទីនេះយ៉ាងនេះឡងកុំហេប្រយ័ត្នកុំឲ្យរត់រួយសោះប្រយ័ត្ននេះយើងឆាប់គេជួនគ្នាទៅឲ្យឆាប់លើទៅណាបាត់ចេះទៅណាចេះអ្នកទាំងអស់គ្នាសូមស្ងប់អារម្មណ៍សិនទៅ
ថ្ងៃនេះខ្ញុំជើញសិស្សច្បងដើម្បីមកបកស្រាយប្រាប់អ្នកទាំងអស់គ្នាហើយដូច្នេះអ្នកទាំងអស់គ្នាកុំតក់កុហលពេកតែណានិយាយចាំមើលចាំនិយាយមកបើសិនជាកូនត្រីជាមួយនឹងហ្វមួយជាដកថយអញ្ចឹងសូមម្ចាស់វិមានជាងអ៊ីឡាងប្រកួតគ្នាចាញ់ឈ្នះចាំមកផ្លែតពុកកូនជាកូនរបស់ពុកធ្វើមិននឹងហ៊ានដណ្ដើមតំណែងម្ចាស់ពិភពគុណជាមួយពុកបានបានអញ្ចឹងអាត្មាសូមប្រកាសហើយម្ចាស់ពិភពគុណឥឡូវនេះគឺអ្នកក្លាហានជាងមានឈ្មោះជាងពីហើជុំសិនសូមគោរពលោកម្ចាស់ទាំងពីរអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកជួបជុំគ្នាហើយយើងមិនបាច់លាក់លៀមអីតទៅទៀតទេយើងនឹងបកស្រាយប្រាប់អ្នកទាំងអស់គ្នាឲ្យបានដឹងច្បាស់មានរឿងជាច្រើនដែលចង់និយាយពីជាងពីហើពីព្រោះមានគេលួចប្រាប់ខ្ញុំពីកំហុសរបស់ជាងពីហើនៅនឹងខ្ញុំមានសៀវភៅបញ្ជីមួយគឺជាអ្នកក្លាហានក្មេងម្នាក់ប្រគល់ឲ្យខ្ញុំដែលវាបានលួចពីសម្បុកចោលមកខែ3ថ្ងៃទី20ជាងពីហើបានសម្រាប់ក្រុមធានាទ្វារមាសប្លន់យកទ្រព្យសម្បត្តិជាមាស200,000តម្លឹងក្រុមធានាហុង80,000តម្លឹងខែទី7ថ្ងៃទី14ជាងពីហើបញ្ជាស្រីខូជាង10លានអ្នកនៅសានតុងប្រគល់លុយការពារជាមាស300,000តម្លឹងចែកឲ្យគេ100,000តម្លឹងវិកាយប័ត្រថ្ងៃទី17ខែ11ជាងពីហើបោះសម្បត្តិគ្រប់ទីកន្លែងថាខ្លួនជាអ្នកខ្លាំងឲ្យគេប្រគល់10លានតម្លឹងខ្ញុំបាន5ភាគគឺ500,000តម្លឹងការពិតឯងគប់គិតជាមួយក្រុមចៅសមុទ្រទីតើជាងពីហើឯងគួរតែស្លាប់ហើយពេលនេះមែនទេលោកម្ចាស់ចោតខ្ញុំទេគ្មានចោតឯងទេសៀវភៅបញ្ជីនេះគឺកូនបង្កើតរបស់ឯងប្រគល់ឲ្យពួកខ្ញុំណាពុកខ្ញុំមិនអាចក្បត់នឹងមនុស្សចេតនាខ្លួនឯងបានទេពុកជ្រុលពេកហើយខ្ញុំជាកូនបង្កើតមែនតែខ្ញុំមិនចង់ឲ្យពុកធ្វើបាបគេទៀតទេពុកញាក់ខ្លួនខ្លះទៅកូនចង្រៃពុកអើយអញនឹងសម្លាប់ឯងពុកអញនឹងសម្លាប់ឯងពុកបាយខ្ញុំមកចុះពុកបាយខ្ញុំឲ្យស្លាប់ចុះឲ្យតែពុកឈប់ប្រព្រឹត្តកូនស្លាប់ក៏មិនស្ដាយដែរពុកត្រឡប់ធ្វើជាមនុស្សល្អវិញទៅពុកកូនឆ្នៃពុកអើយពុកយ៉ាមិនដែរពុកកូនទេឆាតពុកត្រូវតាំងស្មារតីឡើងពុករួរាប់10ឆ្នាំមកហើយក្រែងចង់បានធ្វើជាម្ចាស់ពិភពគុណណាពុកទៅឲ្យបានសុខចុះណាពុកណាពុកពុកខ្ញុំស្លាប់ហើយឯហេតុអីសម្លាប់ពុកខ្ញុំជប់កើតទុកទៀតទៅកម្របានមនុស្សដូចឯងណាពួកខ្ញុំនឹងជ្រុំជ្រែកឯងណាត្រូវហើយអស់លោកលើកនេះអ្នកដែលបានផ្លាកបញ្ជាគឺជាងអ៊ីឡាងហើយក៏ជាម្ចាស់ពិភពគុណថ្មីដែរមិនបានទេក្បាច់គុណខ្ញុំអន់ណាស់ធ្វើមិនធ្វើជាម្ចាស់ពិភពគុណទៅកើតពួកខ្ញុំជាអ្នកឲ្យឯងធ្វើឯងនឹងកំឡោះបរិសុទ្ធណាមែនណាបើមែនគឺបានហើយត្រូវហើយឯងនៅបរិសុទ្ធនៅឡើយអញ្ចឹងយើងអាចកំទេចជីបចរស្លាប់រស់របស់ឯងដើម្បីឲ្យឯងហាត់បាតដៃព្រើលទី9គឺបាតដៃអាគារបានសម្រេចដល់ពេលនោះឯងទៅជាលើលោកគ្មានគេព្រាបទេសូមគោរពម្ចាស់ពិភពគុណខាងទីผมหลับที่นี่ខាងទីผมหลับយើងបង្រៀនឯងនេះគឺបាតដៃព្រើលស្នៀតទី9បាតដៃបិសាចអាគីព្រិលខ្ញុំសម្រេចហើយទីបំផុតខ្ញុំហាត់បាតដៃព្រើលស្នៀតទី9បាតដៃបិសាចអាគីព្រិលហើយលំបាកពីអ្នកខ្ញុំហើយមែនហើយរៀមច្បងទាំងពីរអស់កម្លាំងច្រើនហើយទុកឲ្យខ្ញុំរៀបចំឲ្យរៀមច្បងទាំងពីរបានសម្រាប់ចុះយើងត្រូវរបួសខាងក្នុងអស់ហើយក្នុងរយៈ3ខែការពារខ្លួនឯងមិនបានទេឆាប់រកមនុស្សការពារពួកខ្ញុំទៅរឿងនេះពិតប្រាកដខ្ញុំអាចយកជីវិតពួកឯងពេលណាក៏បានដែរមួយដៃនេះគឺផ្ដាច់ជីវិតចោពួកឯងហើយពួកឯងថ្ងៃក្រោយគឺរលាយក្បាច់គុណអស់ហើយណ៎ហេតុអីក៏ឯងធ្វើដូច្នេះព្រោះយើងយល់ថាឯងងើយហត់ណាទើបយើងចង់ឲ្យឯងសម្រាប់ខ្លះការក្តោបក្តាប់ពិភពគុណទុកឲ្យយើងជាអ្នកក្តោបក្តាប់ចុះឯងពឹសពលណាពឹសពលហើយបើពឹសពលយើងសម្រាប់ឯងបាត់ទៅហើយណែ100,000តម្លឹងមាសឲ្យពួកឯងចូលនិវត្តន៍ចាយចុះឆាប់ចេញទៅឯង
ណែសិស្សប្អូនកូនប្រុសមិនទទួលទុកនៅចំពោះមុខទេមានលុយគ្រាន់បើជាងអត់ពួកយើងទៅអើយអ៊ីឡាងសម្រាប់ឯងហៅយើងហ៎បាទម្ចាស់ពិភពគុណហេតុអីក៏លែងពួកវាអញ្ចឹងមិនក៏មិនសម្លាប់បាត់មាត់ទៅឯងនេះឈួតពេកហើយឯងប្រើខួរក្បាលគិតឲ្យបានល្អមើលខ្ញុំឥឡូវជាម្ចាស់ពិភពគុណហើយបើខ្ញុំសម្លាប់ពីរអ្នកវាទៅត្រូវគេនិយាយចំអកឲ្យណាបាទម្ចាស់ពិភពគុណឆាប់ផ្សាយដំណឹងភ្លាមទៅថាពីរអ្នកវាលួចមាស100,000ដំឡឹងរត់ហើយត្រូវរលាយក្បាច់គុណទៀតផងថាពួកវាសាងតែអំពើអាក្រក់ដល់ពេលនោះមានសត្រូវជាច្រើនណាស់គេនឹងតាមកាប់សម្លាប់វាជាមិនខានរួចដល់ពេលនោះខ្ញុំនឹងចេញជួយពួកវាមានកិត្តិស័ព្ទខ្ពង់ខ្ពស់ទៀតផងដល់ពេលនោះមានអ្នកណាដែលថាខ្ញុំមិនមែនអ្នកខ្លាចស្មោះត្រង់នោះម្ចាស់ពិភពគុណចំជាឆ្លាតមែនខ្ញុំមិនយល់ថាឯងពូឬគ្រូខ្ញុំអីទេឲ្យតែឯងធ្វើការហើយស្ដាប់តាមខ្ញុំមិនឲ្យឯងពិបាកទេណាបាទម្ចាស់ពិភពគុណនៅចាំបានទេបងធ្លាប់និយាយថាត្រូវតែយកអូនធ្វើជាប្រពន្ធឆ្នាំមុននឹងឆ្នាំនេះខុសតែអក្សរមួយតួទេប្តីប្រពន្ធមួយគូបើសិនជាអាចរស់នៅរហូតដល់ពេលស្លាប់ហើយអាចរស់នៅជាមួយគ្នាដដែលនោះមួយជីវិតពួកគេគឺបានសុភមង្គលរហូតបងសង្ឃឹមថាមួយជីវិតនេះបានធ្វើជាប្តីប្រពន្ធនឹងអូនជានិច្ចគឺចាប់ពីពេលនេះតទៅ情受交織多再見傲慢的心比如龍受交織多再見傲慢的心比如龍痴情似海深ជួយអរកូនកំឡោះណាជួយអរកូនកំឡោះណាពួកយើងទៅសំពះដូនតាទៅណាកូនត្រីអូនរងានណាមកឈៀនសំពះដូនតារួចយើងទៅផ្សំដំណេកលែរងាហើយណាអូន嚴大哥，佢哋拜堂啦。កូនកំឡោះកូនក្រមុំសំពះដូនតាសំពះឪពុកម្ដាយប្តីប្រពន្ធសំពះគ្នាចង្រៃយកឯងយំស្អីទៅថ្ងៃនេះជាថ្ងៃវេលាល្អចង្រៃយកឯងនេះមិនចេះចាប់ទេថ្ងៃនេះត្រូវសុបាយទៅត្រូវមិនត្រូវយំចឹងទេកូនត្រីបងដឹងថាអូនមិនរស់ហើយហេតុអីក៏បងរៀបការនឹកអូនទៀតពីព្រោះអូនជាមនុស្សតែមួយដែលបងត្រូវរៀបការជាមួយណាតាំងពីជួបអូនលើកដំបូងគឺបងចង់នៅជាមួយអូនរហូតហើយបងចាំបាច់ធ្វើទាំងធ្វើអីមកឈៀនដល់ចាប់វាបានអើយចាប់វាបានអ្នកណាស្រ័យដុល្លារនៅខាងក្រៅហ្នឹងណាខ្ញុំទៅមើលសិនចាប់វាបានមកឈៀនអូនមានអារម្មណ៍ថាយូរតែកាន់តែរងាខ្លាំងណាស់ឲ្យអស់កម្លាំងទៀតណែនៅខាងក្រៅគេវាយគ្នាខ្លាំងណាស់មានជីវទៅមើលតិចមើលល្អ我哋出去睇下。ជួយផងឈប់សិននៅស្ងៀមឈប់សិនមិនក៏ពួកឯងហ៊ានចូលមកដល់ទីនេះវាពីរអ្នកនេះសាងតែអំពើអាក្រក់រាប់សិបឆ្នាំមកហើយថ្ងៃនេះខ្ញុំត្រូវតែកាត់ក្បាលវាទៅបានពួកឯងគឺបិសាចក្នុងរឿងហើយខ្ញុំគឺសាងវានេះគឺផងជឺហេតុអីក៏ពួកឯងមកដល់ទីនេះគឺខ្ញុំត្រូវជើងអ៊ីឡាធ្វើបាបឲ្យលាក្បាច់គុណអស់ទៅហើយពួកឯងឆាប់បកគោលមាស100,000ដំឡឹងនោះព្រាមមកបើមិនចឹងយើងសម្រាប់ចោលមាស100,000ដំឡឹងមែនហើយនេះមានមាស100,000ដំឡឹងមែនគេឲ្យខ្ញុំមកនោះសម្រាប់ចិញ្ចឹមជីវិតបើអញ្ចឹងឲ្យមកយើងមកលឿនឡើងឲ្យមកយើងធានាជីវិតធានាជីវិតខ្ញុំមែនខែធានាជីវិតខ្ញុំហ៎ធានាឲ្យតែមានអាណាយើងធ្វើអីណែឈប់សិនខ្ញុំមានយោបល់មួយចង់ប្រាប់អ្នកទាំងអស់គ្នាឲ្យបានដឹងឥឡូវនេះឲ្យគេរួចជីវិតទៅមិនបានទេឯងចង់យ៉ាងម៉េចនឹងខ្ញុំធានាណាហើយប្រាក់ទាំងអស់នេះបើសិនជាខ្ញុំឲ្យអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរណែឲ្យម្នេះយើងចែកគ្នាពាក់ក្តារម្នេះឲ្យម្នេះមកឥឡូវប្រាក់នេះហើយខ្ញុំប្រគល់ឲ្យអ្នកទាំងអស់គ្នាធ្វើម៉េចកុំរករឿងនៅទីនេះទៀតណាអញ្ចឹងមែនឲ្យមកឲ្យយើងភ្លាមមកហើយខ្ញុំណាហើយ
ចង់រៀបការជាមួយនឹងនាងធ្វើអីនាងយប់នេះច្បាស់ជាស្លាប់បាត់ទៅហើយ និយាយពីរស់ស្ដាំតិចទៅឆ្លោះមិនផុតពីយប់នេះទេ ឯងនិយាយព្រោះស្ដាប់តិចមើលអញ្ចឹងរស់មិនផុតពីព្រឹកស្អែកទេថាម៉េចអាភ្លើពួកយើងពីរនាក់បង្ករឿងនៅទីនេះចាក់ចោលទោះយ៉ាងណាក៏ត្រូវតែជួយហួរម៉ូឈៀដែរ អត់ប្រយោជន៍ទេឆ្នាំប្រាសាទទាំងអស់ដែលមាននៅលើលោកនេះគឺគេបំផ្លាញអស់ទៅហើយជួយម៉ូឈៀលែងបានហើយ មែនហើយឈប់សិនមិនប្រកាសទេណាឲ្យតែពីរនាក់យើងប្រើកម្លាំងធាតុទៅគឺអាចបង្ខំពឹសខ្លួននេះចាញ់មកឲ្យកម្លាំងធាតុគាត់យកឲ្យបើគេកំទេចអស់ទៅហើយនោះណែគេនោះជាអ្នកខ្លាំងហើយ គ្មានបានការទេជីបចោលគេទៅដាច់អស់ហើយដូចជាមនុស្សស្លាប់អញ្ចឹងធ្វើអីក៏គ្មានបានការដែរ អ្នកនិយាយខុសហើយស្ថានភាពគេឥឡូវនេះដូចជាធ្លាក់កំណប់គ្មានកូនសោអញ្ចឹងឲ្យតែពួកយើងរកកូនសោបានគឺអាចប្រើកម្លាំងធាតុគេបានហើយណាពិតមែនទេខ្ញុំបង្ហាត់ឯងជាបាជីបចោលទាំង8គេចោលធ្វើយ៉ាងណាបង្ខំកម្លាំងធាតុគេឲ្យចូលខ្លួនឯងជួយហួរម៉ូឈៀទៅបានទៅហើយមែនហើយ លោកពុកស្ថានភាពបង្ខំហើយបើសិនជាពុកយល់ព្រមសូមបញ្ជាក់បន្តិចចុះអរគុណពុក នៅចាំអីទៀតកូនត្រីនាងមានរូបរាងស្អាតណាស់ ពុកនិយាយស្ដីនឹងកូនហើយពុកថាមកនិយាយស្អាតមែនទេពុកសរសើរថាអូនស្អាត ចាំមិនធ្វើចាំប្រើការបានប្រកាសជាបានហើយមិនជឿឯងសាមើលល្អចឹងអូយសុំទោស ទូគេបន្តទៀតទៅកូនត្រីបងជម្រាបពុកថាអូនអរគុណនឹងគាត់ណាអូនបានជួយច្រើនហើយ ពុកគាត់កំពុងតែបង្ខំពឹកទីពីខ្លួនអូនហើយពុកយ៉ាងមិនទៅហើយចាំខ្ញុំផ្ដល់កម្លាំងទៀតឲ្យពុកវិញ អូអ្នកក្លាហានជាងដូចជាស្លាប់បាត់ហើយ លោកបងជា គាត់នឹងថាម្ចាស់វាមានការប្រើស្លាប់ហើយរស់នៅម្នាក់ឯងក៏គ្មានន័យអីដែរគាត់មិនទុកជីវិតគាត់ឲ្យនៅទេគឺចង់ឲ្យពួកឯងមានចិត្តគំនិតរួមគ្នាសងសឹកណាសងសឹកយ៉ាងម៉េចទៅឯងថាជាងអ៊ីឡាហាត់បាតដៃព្រះអគ្គីគ្មាននរណាបន្តិចវាបានទេណែការពិតបាតដៃប្រើស្នៀតទី9ការពីបាតដៃអគ្គីប្រើទៅនៅមានក្បាច់គុណមួយទៀតយ៉ាងសាហាវគឺដើរស្នែកំឡោះណា បានស្នេហ៍កំឡោះចិត្តស្មោះ ដើរនេះគឺមានឥទ្ធិពលខ្លាំងណាស់ឲ្យតែពីរអ្នកស្រឡាញ់គ្នាដោយស្មោះនោះគឺឡើងកម្លាំងដល់ទៅ10ភាគប្រកាសជាប្រើការបានហើយឯងយកទៅដើរស្នេហ៍កំឡោះចិត្តស្មោះអាចទប់ទល់នឹងបាតដៃអាគីប្រើបានមែនទេខ្ញុំក៏មិនដឹងដែរព្រោះថាប្រុសខ្ញុំនេះមិនដែលស្រឡាញ់គ្នាផងមកជាត្រូវប្រូននឹងវាម្ដងទៅពួកយើងមិនទៅរកជាងអ៊ីឡាក៏វាមករកយើងវិញដែរ បងសម្លាញ់បងធ្វើតាមគំនិតបង ពួកឯងត្រូវចាំពីអ្នកឯងរឹតតែស្រឡាញ់គ្នាឥទ្ធិពលរឹតតែខ្លាំងឡើងពួកគេហាត់សบายដល់ហើយយើងហាត់ដែរទៅល្អណាស់ហាត់ដើរចិត្តស្មោះណា អញ្ចឹងឯងហាត់ស្អីទៅ ស្នេហ៍ដើរកំឡោះចិត្តស្មោះអស់ស្នៀតហើយហាត់ដើរទៅចាក់ប្រពន្ធទៅយ៉ាងម៉េច ខ្ញុំហាត់ សូមស្វាគមន៍ម្ចាស់ពិភពគុណសូមឲ្យបានអាយុយឺនយូរដឹកនាំពិភពគុណអរលោករៀបច្បងពិភពគុណអ៊ីឡើងថ្ងៃនេះឯងឡើងជាម្ចាស់ពិភពគុណខ្ញុំប្រកាសជាចេះការពីពិភពគុណបានហើយត្រូវម្ចាស់ពិភពគុណកាលពី8ឆ្នាំមុនក្រៅពីបកមុខពិតរបស់បិសាចក្នុងលឿងទាំងពីរចេញមកថែមទាំងបានចាប់មនុស្ស6នាក់របស់លាយន្តកំណាចទៀតផងថ្ងៃនេះត្រូវតែចារថាឲ្យតែមនុស្សលាយន្តកំណាចត្រូវជីស្មៅជីទាំងរឹសត្រូវតែជីស្មៅជីទាំងរឹសឥឡូវទុកឲ្យម្ចាស់ពិភពគុណប្រើបាតដៃអគីព្រើដោះស្រាយពួកវាទាំងអស់គ្នាភ្លឺភ្នែកឥឡូវពួកសខ្លាយទៅជាខ្មៅហើយពួកខ្មៅខ្លាយទៅជាពួកសហើយ ស្រីចង្រៃឯងត្រឡប់មកវិញទៀតឯងមិនទាន់ងាប់ទេខ្ញុំធ្វើមិនដាច់ចិត្តមិនមកវិញបាននោះ ជាងអ៊ីឡាសូម្បីតែឪពុកបង្កើតរបស់ឯងក៏ហ៊ានសម្លាប់ដែរតែសំធ្វើជាម្ចាស់ពិភពគុណទេ អូយសម្រាប់ឯងអីក៏សាហាវមែនណាចាំមកច្បាស់ណាកុំឲ្យវាទៅរកអាជីវបាទអូណែពួកឯងប្រកាសជាយល់ច្រឡំលើម្ចាស់ពិភពគុណហើយសូមអញ្ជើញអង្គុយពិសាស្រាចាំអាត្មាជួយបញ្យល់ពួកលោកធ្វើតាមនេះទេចាំមើលឯងមានល្បិចអីទៀត ការពិតម្ចាស់ពិភពគុណសរសើរអ្នកទាំងពីរណាអាត្មាសូមជូនពួកឯងមួយពេកទៅឯងប្រើស្រានេះសម្រាប់ម្ដាយរបស់យើងឥឡូវល្មមដល់វេនឯងព្រួតម្ដងហើយមិនអាចទេមិនបានកន្លះខែផងមិនក៏ក្បាច់គុណឯងរីចម្រើនខ្លាំងម្ល៉េះ
យើងហាត់គុណរាល់ថ្ងៃប្រកាសជាខ្លាំងជាងឯងធ្វើបាបមនុស្សរាល់ថ្ងៃ ឯងកុំស្មានតែវាបានធ្វើជាម្ចាស់ពិភពគុណហើយថ្ងៃក្រោយឯងបានផលប្រយោជន៍នោះវាសម្រាប់ពួកខ្ញុំហើយវានឹងសម្រាប់ឯងទៀតមិនអាចទេអ៊ីឡាងឯងមិនអាចធ្វើចឹងទេមែនទេអ៊ីឡាង ឯងជួយវាសម្រាប់មនុស្សដោយសម្រាប់អ្នកគ្រូរបស់យើងហើយរំលែកក្បាច់គុណរៀបច្បងទាំងពីរទៀតឯងដឹងរឿងវាច្រើនណាស់ប្រកាសជាសម្រាប់ឯង មិនអាចទេអ៊ីឡាងមិនសម្រាប់ខ្ញុំទេខ្ញុំជាលោកគ្រូរបស់វាមែនទេអ៊ីឡាងខ្ញុំនិយាយទៅខ្ញុំជាគ្រូរបស់ឯងណាឆាប់រត់ឯងចង់រត់ទៅណារួច 跟過嚟。 មិនក៏បងមិនកំចាត់វាទៅ មិនបាច់ទេបន្តិចទៀតវាច្បាស់ជាមករកយើងជាមិនខាន ជាងអ៊ីឡាននៅណា ប្រហែលជាវាចិត្តមកហើយ មិននឹកស្មានថាខានជួបគ្នាប្រហែលថ្ងៃសោះពួកឯងហាត់បានក្បាច់ដើរល្អយ៉ាងនេះ នេះជាក្បាច់ដៃសម្រាប់ទុកសម្រាប់ឯងណា មែនអើខ្ញុំក៏ចង់សាកមើលក្បាច់ដើររបស់ស្រីប្រុសជាងដៃឯងដែរ បាត់ដៃអាគីព្រិលចាំជាសាហាវមែនក ុំខ្លាចចាប់បងឲ្យភាពនឹងណោអំបាញ់មិនសូវគ្រប់ម្ដងទៀត ម្ដងទៀត យ៉ាម៉េងពីអ្នកឯងនៅមានល្បិចអីទៀតទេមានរត់ដើរស្នាកំឡោះចិត្តស្មោះ បញ្ចូលកម្លាំងឲ្យបងបន្តិចមិនទាន់គ្រប់ទេ ផ្លាកពីនេះធ្វើមនុស្សស្លាប់ច្រើនណាស់ក្បត់ពីចោលទៅ អេកុំអីពួកយើងទុកវាទៅចាំថ្ងៃក្រោយពួកយើងមានកូនបើកូនយើងខូចយើងនឹងយកអានឹងវាយវាភ្លាម អូយពីអ្នកគឺចំជាស្រឡាញ់គ្នា ខ្លាគេងាប់បាយ ពួកគេបានហាត់ដើរស្នេហ៍កំឡោះចិត្តស្មោះអញ្ចឹងមើលទៅពួកគេហេតុអីទៅ មិនក៏ខូចមែន បើឯងស្អាតយ៉ាងនេះខ្ញុំទ្រាំមិនបានទៅ 理論中，像是有很多是糊塗，常規慣例中，亦常有太多莫名其妙，厭倦那世俗繁文縟節的古板。